Bà chuyện thay mà đón tiết nhâm sông chuẩn bị số đó lục rù nó cứu được có ôn xa xa tụi kia mà chỉ việc xét nạn để tan đan đọc trong ảnh trong cùng đấy chẳng dừng sông lược dọc ngày nay nhâm sông lược dọc nào video vạ bấy mùi than cử này cả pra phải chạy cho việc chị AI bà để dừng vừa sạc hà xà nó cứ dừng ở toàn bàn chọc chẳng dừng màu phải chọc nó video vạ bấy này nè bạn chẳng nằm bay cái mối khát về chú dương và to từ tiết mê riêng tệ thông thần nâng prom nằm bay dương và cát ca nghe ảnh vọt chạy xa đây nhé chẳng đôi chia dương dương miền nè lại nè bà lâu ca nghe ngày ní cứ vì tàu vạ bay ní cứ dương ảnh vọt tại một đòn á dương ảnh vọt tại một đón bà dương ảnh vọt tại một đòn ấy bà nhưng xe thông tích của mọi loại bạ mờ đó thì mỗi dương từ school cam thì mỗi chúng ta chơi bên ái AI ពី 2 គឺ Gamma Slide AI បាទអានេះកម្មវិធីសម្រាប់យើងសិក្សាស្រាវជ្រាវអានេះសម្រាប់កម្មវិធីយើងធ្វើជា slide ណាធ្វើជា slide PowerPoint យើងហ្នឹងបាទសម្រាប់ការងារជាក់ស្ដែងបាទហ្នឹងចំណុចទី1ណាអូខេតោះយើងទៅធ្វើទាំងអស់គ្នាអញ្ចឹងយើងបើកចូលនៅក្នុងGoogle ហ្នឹងមកហើយយើងមកវាយពាក្យថាជើមីណាយណាហើយមកជើមីណាយបាទយើង enter មកបាទខ្ញុំបរិយាឲ្យធំតិចឲ្យស្រួលមើលណាយើងវាយនេះជើមីណាយនេះណាអញ្ចឹងយើងរើសមកយើងវាយមក Google វានឹងប្រាប់យើងណាយើងចូល Google ដូចគ្នាទេបាទហើយពេលយើងជ្រើសរើសមកយើងជ្រើសយក Google ជើមីណាយមកយើងclick មកវាចេញមកឲ្យហើយណាបាទវាចេញរូបរាងចេះបាទខ្ញុំ lock screen ទៅវិញតិចបាទឃើញទេនេះវាចេញរូបរាងអញ្ចឹងណាបាទកន្លែងនេះមានផ្ទាំងសម្រាប់ឲ្យយើងចុចធ្វើការងារថ្មី new បាទហើយការងារដែលយើងធ្លាប់ធ្វើចាស់គឺវាបង្ហាញមកកន្លែងនេះនេះកន្លែងនេះណាអូខេអញ្ចឹងខ្ញុំចុចយកកន្លែងថ្មីមកហើយមួយទៀតយើងមាន AI tool មួយទៀតសម្រាប់យើងប្រើមួយទៀត Gamma ដូចគ្នាបាទធ្វើដូចគ្នាណាអញ្ចឹងគ្រាន់តែលោកគ្រូចុចកន្លែងnew នេះមកបាទយើងចង់បន្ថែមទៀតណាបាទអញ្ចឹងយើងវាយមក Gamma បាទវាយត្រូវណា Gamma នេះ Gamma AI ហ្នឹងមកអញ្ចឹងគ្រាន់តែយើង enter មកហើយយើងចូលមកនេះកន្លែង Gamma AI Generator Maker នេះណាខ្ញុំធ្វើរួមមួយទូបន្តិចបាទដោយសារតែពួកខ្ញុំធ្លាប់មានហើយអញ្ចឹងខ្ញុំមានការងារផ្សេងច្រើនដែរណាបាទអញ្ចឹងយើងចាប់ផ្ដើមការងារដែលយើងត្រូវអនុវត្តនេះគឺយើងត្រូវធ្វើ slide ណាធ្វើ slide បាទទី1គឺយើងធ្វើ slideអូខេបាទយើងធ្វើ slide ណា slide PowerPoint យើងហ្នឹងបាទអូខេអញ្ចឹងដើម្បីធ្វើ slide អញ្ចឹងសូមបងប្អូនទាំងអស់គ្នាមកចុចយកត្រង់កន្លែង create new ណាបាទខ្ញុំចុចពាក្យថា create new បាទខ្ញុំដាក់ឲ្យធំតិចទៅឲ្យស្រួលមើលណាបាទនេះ create new បាទក្រោមនេះមិនបាច់មើលទេណាព្រោះការងារចាស់ដែលខ្ញុំអនុវត្តទេណាអញ្ចឹងខ្ញុំ create new បាទពេលដែលចុច create new មកវាចេញផ្ទាំងប៉ុណ្នេះបាទផ្ទាំងនេះគឺទី1យើង generate គេដាក់ថាយើង create from online
ចឹងយើងធ្វើការងារតាក់ទងជាមួយនឹងអនឡាញហានេះយើងមានស្រាប់ណាយើងមានស្រាប់ឧទាហរណ៍យើងមានឯកសារអត្ថបទที่យើងចង់ធ្វើទៅជា AI នៅក្នុងជាលក្ខណៈ Word ជាលក្ខណៈអីយើង copy paste មកនេះគេថា from note outline or existing content នេះដែលមានស្រាប់យើងយកមក paste ចូលមកឲ្យកន្លែងនេះបើសិនជាយើងចង់កែលម្អ slide យើងឧទាហរណ៍ថាយើងមាន PowerPoint ស្រាប់ឬមួយយើងមានជាអីស្រាប់យើងអាចយកមក paste ចូលនៅកន្លែងហ្នឹងបាទអញ្ចឹងខ្ញុំសូមអនុវត្តតែម្ដងខ្ញុំចុចលើកន្លែងនេះមកបាទនេះវាចេញផ្ទាំងចេះឃើញទេនេះវាដាក់ថា generate what you like to create today បាទយើងចង់បង្កើតអីយើងវាយមកហើយកន្លែងនេះវាមានឲ្យយើងជ្រើសរើសថាតើយើងយកប្រមាណ slide កន្លែងហ្នឹងបាទពាក្យថាកាតណាវាប្រើកាត model របស់វាណាហ្នឹងជា slide ទេជាមាតិកាណាជា content អាហ្នឹងបាទអញ្ចឹងកន្លែងនេះមិនបាច់ប៉ះពាល់ទេអញ្ចឹងយើងវាយមកខ្ញុំដាក់ថាមូលដ្ឋានគ្រឹះអីគេមូលដ្ឋានគ្រឹះគីមីខ្ញុំឧទាហរណ៍ណាបាទគីមីអញ្ចឹងយើងមើលកន្លែងភាសានេះមានអត់បាទបើខ្ញុំគិតថាអត់មានទេបាទកន្លែងហ្នឹងដូចវាអត់ទាន់ support ទេនេះមានភាសាផ្សេងដូចភាសាជប៉ុនភាសាកូរ៉េអង់គ្លេសអីណានៃនេះណាអញ្ចឹងយើងអាចឆ្នៃចេះមកយើងអាចឆ្នៃថាសំទោសយើងអាចឆ្នៃថាយើងសរសេរពាក្យថាឲ្យវាបកប្រែណា translate បាទ into ខ្មែរមកបាទសុំខ្មែរនេះយើងសេអក្សរធំដើមណាបាទអញ្ចឹងយើងនេះមានន័យថាយើងសរសេរព្រមណាសរសេរព្រមឲ្យវាបង្កើតជាមាតិកាឲ្យយើងជាលក្ខណៈជាអក្សរខ្មែរណាអញ្ចឹងយើងចុច generate មកបាទខ្ញុំតេស្តមើលទាំងអស់គ្នាណាតើវាស្គាល់អត់ព្រោះខ្លាចការកម្មវិធីនឹងវាអត់ស្គាល់អក្សរខ្មែរណាបាទនេះបាទអញ្ចឹងវា generate ឲ្យយើងហើយឃើញទេបាទហ្នឹង AI អ្នកធ្វើការហើយណាខ្ញុំយកតែ5ទេអញ្ចឹងខ្ញុំយកតែ5គឺវាចេញតែ5 slide ទេអញ្ចឹងឃើញទេវាមានចំណងជើងហើយវាចេញជា detail លម្អិតឲ្យយើងស្រាប់តែម្ដងហើយបន្តមកទៀតយើងចូលមកក្រោមអស់មកយើងមករើសនេះបាទយើងមករើសកន្លែងយើង style របស់យើងណាអញ្ចឹងខ្ញុំយក style បែបនេះ model style របស់យើងដែលយើងប្រើរាល់ដងហ្នឹងដែលយើងបើយើងចូលក្នុង PowerPoint យើងចូលក្នុងកន្លែង design ហ្នឹងណាអញ្ចឹងខ្ញុំយកកន្លែងមួយនេះមក style មួយនេះមកហើយខ្ញុំផុសមកក្រោមអស់មកយើងមើលមកមានពាក្យអីដែលវាឲ្យយើងទៅ generate អត់មកក្រោមទៀតអូខេនេះយើងអស់មកក្រោមផុតមកយើងជ្រើសរើសយកពាក្យមួយថា generate បាទខ្ញុំ generate ស្រាក់មើលព្រោះខ្ញុំខ្លាចអត់ស្គាល់ជាអក្សរខ្មែរណាបាទព្រោះអាហ្នឹងវាទាលុយបាទព្រោះអាហ្នឹងវាយើងប្រើ free បានតែប្រហែលដងទេយើងធ្វើណាប៉ុន្តែទោះបីជាយ៉ាងណាក៏ងាយស្រួលសម្រាប់យើងដែរយើងអាចថាមួយថ្ងៃយើងធ្វើតែ 2-3 ដងអីទៅធ្វើ slide ណាអញ្ចឹងខ្ញុំចុច generate ខ្ញុំចុចសាក់មើលណាឃើញទេវាពេលដែលវាចេញមកគឺវាអត់ support ជាអក្សរខ្មែរទេខ្ញុំ zoom តិចដើម្បីស្រួលមើលណានេះបាទទោះបីយើងដាក់ជាអក្សរខ្មែរក៏ដោយប៉ុន្តែវាអត់ support ជាអក្សរខ្មែរទេឃើញទេនេះវាចេញជាអក្សរអង់គ្លេសអញ្ចឹងណាចឹងកន្លែងនេះអត់អីទេគ្រាន់តែយើងចង់អនុវត្តថាតើ AI យើងវាអាច generate ជា slide ឲ្យយើងបានទេអត់ណាក្នុងការសរសេរព្រមនេះយើងសរសេរជាអក្សរខ្មែរមកបាទអានេះបាទអញ្ចឹងខ្ញុំសុំទៅមុខសិនព្រោះដោយសារតែទោះបីជាវាមិនស្គាល់ជាអក្សរខ្មែរក៏ដោយប៉ុន្តែយ៉ាងណាក៏យើងបាន concept យើងបង្កើត slide ហើយនេះវាដាក់រូបមកបាទ perfect បាទល្អណាស់បាទហើយនេះ
mà slide môi ní nè rất là rụt về bờ riêng giờ hãy mê riêng foundation tạ tô kimi nó thấy nhé chẳng nè miền so nó bậc hàng đấy hai miền rụt hiệp chẳng biết tranh chỉ slide dương hai này về thơ xa nè đấy chỉ trong về thơ máu cứ song đa xa chương dương thua mà này miền conclusion miền ấy và chẳng ta dương từ do slide nâng tranh máu đầm bay đã lư computer dương đôi được việc này đó chắc nè lại nè dương mơ một hàng này dương mơ một hàng chơi nhẹ này nè cái lại nhắn cứ vì ao máu này vì ao màu vì prap dương tha này dương miền tổng man slide ấy dương việc prap màu nó lại nằng đó ok trắng dương màu select lưu vi máu và select lưu vi máu này lục ru nó ru rư có pon ngon này cho select máu và hơi dương do màu số 5 mà select việt nó có dương do màu số 5 hơi dương do việc thả export card này đấy bà chẳng dương cho export máu đấy vì ao chụp được bỏ dương này ta dương chọn bàn chỉ PDF chọn bàn chỉ slide chỉ PowerPoint như có chọn bàn chỉ Google Slide nè chúng do chỉ PowerPoint mà việc bàn on chẳng dừng cho chân mới dừng rong trăm viên tích tấu và dừng mưa khẳng lơ này rồi nhé vì chặt đam export tờ này giúp việc bị chỉnh và phía sau mai giúp mình chỉnh nó ok chop chẳng dừng ai click lục luôn nó click nó lại này mất chẳng dừng châu tao đó slide dương này và rứa có dương bởi dương check nó lại nâng mình khơi dương check cái lại này dương mưa lại dương download đó lại Google dương download đó bà này khơi như này miền này ok và chấn dương check lưu folder đi mới chấn dương bán file muối đại dương ban bằng cao này mà này nhưng check đòn pi đòn tiết bà ok chấn dương ba mới file dương nữa đối kia chứ dương để dương thư phần năng mới này dương ban file thế này file dương tranh màu dương enable mất dương thưa tay một plate dương khơi chứ dương ban file mùi bạc hai bà dương thư tầm một plate tế bà trong pro mình tôi tích và dương thư tầm một plate này nên mình file bà dương bà chẳng với dương tra ca slide chỉ on lễ thôi nhé này dương do tôi thưa bọt bằng hai bàn thôi nhé bà của AI về nãy thưa oi hay bởi dương trong riêng trong và tham cái con luôn ai tiết là cru chạy mất hay dương ai đô style ở so đã phone đại thông hay tiết ở năng chơi rương bỏ dương người này bà dương trong đô phone ở lại nên dương đã time new roman hay tiết dương đã tàu dương đô style ở so ấy chân tờ này hay dương đạo đặt ấy dân tơ tiền chùm hung ấy dân tớ cứ dương ai phơi bàn cái lại nâng bà đi chùm hung đi dạy bàn đấy ok cái nhé chẳng dương và các slide ta mà để ti ấy nó cứ ban hay bà ở dương trong bằng hái như check đôi dương thua mà này mà bộ dương mặt đòn lọt mà hỏi chẳng dương ai phơi bọt hai bàn thế nhé chỉ slide để miền standard là on đấy bà ok chẳng đi chia cần sắp mũi nó không ca và các slide hay bởi dương trong ban slide nâng chỉ so mai tiết dương miền vị thi sắc nó không cá phở đấy dương miền thi sắc nó không cá phở phần tái nó không mê riêng không còn là ao chị cũng cái ho của pan năng tế của cana dương giấy tràn trên nâng tiết tới viên nom tại bài đường thì chẳng tới dù tới pull hỏi bà viên thời vô thì chẳng còn là dương ti muối ngày ní dương ao mà check download à cam thi nè trừ miền ái hơi nắng gamma AI nắng ai hơi dương riêng và các slide and word màu đấy ok chẳng đâm bay dương cầm áo khát phế dương to bê riêng dương mà to tự tiết bà với chót chơi miền ái ní dương thư ca nghề lựa ấy bà ta chơi miền ái dương thư ca nghề lựa ấy mình chăng ấy bà chơi miền ái dương thư ca nghề lựa ca nghiệp xây tiết bà lấy nhầm châu đo TP thống nhưng chỗ đó thì thống cứ tông tuần năng dương cái đi rụp hiệp bà dương dây chỉ phía xa mai đó cái rụp hiệp nhưng mình pra biệt thà design tê bà cô pra biệt thà design những vì miền tầm hùng thông này chẳng trong con này lược do chỉ u ho basic
មួយដែលយើងតាក់ទងទៅនឹងកែរូបភាពបាទយើងកែរូបភាពហ្នឹងទី1យើងយ៉ាងម៉េចយើង upload រូបភាពយើងចូលបាទយើង upload រូបភាពយើងចូលហើយយើងកែបាទកែរូបភាពហើយឬក៏យើងអាចថា lục background បាទយើង lục background បាទ lục background ហើយយើងអាចបាទដាក់ background ថ្មីបាទនេះការងារយើងធ្វើណាយើងអាចដាក់ background ថ្មីបាទអូខេបាទចឹងមកចូលដល់លេខ2ធំយើងរៀនកែរូបភាពតាមរយៈការប្រើ AI បាទនេះគឺយើងយក Gemini AI យកមកប្រើណាអូខេបាទយើងប្រើកម្មវិធី AI ណាបាទអញ្ចឹងយើងចូលទៅអនុវត្តទាំងអស់គ្នាណាតើយើងធ្វើការងារនេះដោយរបៀបណាអញ្ចឹងខ្ញុំចូលមកខ្ញុំបានយកហើយនេះ Gemini AI នេះបាទអញ្ចឹងយើងទី1ដូចតាមជំហានយើងមកលោកគ្រូមានរូបភាពមួយដែលយើងចង់កែអញ្ចឹងយើង upload មកតើយើង upload ដោយរបៀបណាបាទអញ្ចឹងនេះកន្លែងនេះបាទនេះនៅកន្លែង Gemini វាមានបូកនេះអញ្ចឹងខ្ញុំមានរូបភាពមួយបាទខ្ញុំមានរូបភាពមួយបាទខ្ញុំទៅយករូបភាពនៅក្នុងនេះហ្មងទៅបាទវាលឿនបាទអញ្ចឹងបាទខ្ញុំមើលសិនថនណាអូខេបាទអញ្ចឹងនេះយើងមានព្រមប៉ុណ្ណេះនេះគឺជាព្រមហើយណាបាទខាងក្រោមនេះគឺជាព្រមដែលយើងត្រូវប្រើណាអញ្ចឹងយើង upload រូបភាពយើងចូលបាទឥឡូវខ្ញុំទៅ upload រូបភាពចូលខ្ញុំទៅដាក់រូបភាពខ្ញុំចូលនេះយើងយក Gemini នេះណាអូខេនេះកន្លែងនេះយើងចុចកន្លែងសញ្ញាលេខបូកនេះមកនៅក្នុងកន្លែង Gemini AI យើងខ្ញុំចុចលេខបូកហើយរូបភាពដែលខ្ញុំទៅយកនោះគឺរូបភាពខ្ញុំដាក់នៅលើ desktop ណាអញ្ចឹងយើង select មកយើងមើលរូបភាពយើងមកបាទនេះខ្ញុំយករូបភាពនេះយកមកកែណាអូខេបាទអញ្ចឹងទី1ខ្ញុំចង់នេះខ្ញុំចង់ដករូបភាព2នាក់ចេញទុក background ដដែលបាទយើងសរសេរជាខ្មែរក៏បានដែរប៉ុន្តែខ្ញុំ copy prompt នេះខ្ញុំយកទៅដាក់ណាខ្ញុំនឹងបញ្យល់បាទអញ្ចឹងទី1យើងដោយសារទៅរូបភាពហ្នឹងខ្ញុំមើលទៅមាន2នាក់នៅពីខាងក្រោយណានេះរូបភាពនេះមាន2នាក់យើងចុចបង្ហាញចេះក៏បានដែរណាមាន2នាក់នេះមាន2នាក់បន្ទាប់ពីខ្ញុំហ្នឹងបាទអញ្ចឹងមាន2នាក់កូនសិស្សយើងណាអញ្ចឹងខ្ញុំចង់ remove ដាក់ទាំង2នាក់ហ្នឹងចេញបាទតើខ្ញុំធ្វើដោយរបៀបណាបាទយើងមិនបាច់ចូល Photoshop ទេបាទយើងកែនៅក្នុង AI របស់យើងទៅវាលឿនជាងបាទអញ្ចឹងខ្ញុំប្រើតែ prompt ប៉ុណ្ណេះមកនេះ remove two people ប៉ុន្តែយើងកុំភ្លេចប្រើពាក្យថា keep the same background ឃើញទេនេះ
tục background ដដែលណាផ្ទាំងពីក្រោយយើងទុកថែមអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំសាករានព្រមអានឹងមួយទៅបាទខ្ញុំចុច submit ទៅចាំមើលវាធ្វើការអីឲ្យយើងណានេះខ្ញុំដាក់ណាខ្ញុំអត់យកទេបាទចឹង AI វាចាប់ផ្ដើមធ្វើការហើយណាបាទវាទៅ draw tool វាទៅ draw នេះបាទវានៅក្នុងហ្នឹងវាប្រើ Photoshop ដើម្បីធ្វើការដែរបាទអូខេបាទលឿនបាទឃើញទេចឹងរូបភាពយើងបាត់ពីរនាក់ហ្នឹងហើយអានេះគឺជាការងារជាក់ស្ដែងផ្ទាល់ដែលយើងត្រូវធ្វើណាបាត់ពីរនាក់ហ្នឹងបាត់ហើយបាទអូខេចុះការងារបន្តមកទៀតយើងចង់ឲ្យវាធ្វើអីចឹងខ្ញុំមានព្រមនេះមួយទៀតបាទខ្ញុំនឹងបញ្យល់ណាអូខេខ្ញុំមានព្រមមួយទៀតបាទព្រមនេះខ្ញុំដាក់ថាឲ្យ background នេះខ្ញុំ remove background នេះឲ្យវាទៅជានិយាយចំពីមុនយើងដែលដកមនុស្សចេញពីរនាក់ឥឡូវយើងដក background ចេញមួយទៀតតើយើងធ្វើដោយរបៀបណាណាអញ្ចឹងខ្ញុំចុច submit ទៀតហើយចឹងខ្ញុំថា remove background into transparent transparent នេះមានន័យថា background ដែលវាដាច់ណាមានន័យថានៅសល់តែមនុស្សទេ background ហ្នឹងយើងដូរ background ផ្សេងទៀតក៏បានដែរអញ្ចឹងណាខ្ញុំចុច submit មកបាទអញ្ចឹង AI វាទៅធ្វើការឲ្យយើងមិនបាច់ចាំទៅប្រើអីណា Photoshop អីវែងឆ្ងាយទេមិនមែនថាយើងមិនប្រើតែគាត់ថាយើងជំនួសឲ្យការងារ Photoshop យើងអាចធ្វើយ៉ាងនេះអូខេណាឃើញវាបានអញ្ចឹងវា remove background ចេញបាត់ហើយកន្លែងនេះគឺ transparency បាត់ហើយបាទអញ្ចឹងយើងចង់ដឹងថារូបយើងនឹងវាត្រូវតាមចិត្តយើងអត់យើងសាក download វាមកយើងចូលកន្លែងនេះយើងចង់ download យកណាហើយយើងបើក folder មកយើងបង្ហាញរូបយើងមើលតើរូបយើងយ៉ាងម៉េចអូខេឥឡូវខ្ញុំយកទៅដាក់នៅក្នុង background សិនតើរូបភាពយើងហ្នឹងវាកាត់ background នឹងដាច់ទេអត់បាទណាអូខេអត់ទាន់ដាច់ទេណាអត់ទាន់ដាច់ទេឥឡូវខ្ញុំខ្ញុំប្រើព្រមមួយទៀតប្រើព្រមមួយទៀតបាទឡើយចេះក៏បានដែរកុំឲ្យខាតពេលយូរយើងយក background ទៅដូរក៏បានដែរបាទព្រោះអាហ្នឹងយើងកាត់បានទេបាទឥឡូវយើងដូរ background ហ្មងទៅបាទអញ្ចឹងខ្ញុំដាក់ថាខ្ញុំប្រើពាក្យថា replace background នេះបាទយើងចូលមកយើងផាសយើងដូរហ្មងទៅបាទយើងដូរ background ហ្មងទៅអូខេខ្ញុំដាក់ថាបែបគេយើងនិយាយយើងថាប្រើដោយពាក្យកិរិយាសព្ទបើយើងប្រើជាអក្សរខ្មែរក៏បានដែរណាអក្សរខ្មែរក៏បានដែរប៉ុន្តែខ្ញុំអត់ប្រើជាអក្សរខ្មែរទេព្រោះការអក្សរខ្មែរសរសេររៀងយឺតអញ្ចឹងខ្ញុំប្រើអង់គ្លេសស្រួលជាងខ្ញុំដាក់ថាបដូរបាទ replace background ហ្នឹងទៅជា background ដែលមាន galaxy ហ្នឹងរបៀបលក្ខណៈយើងមានផ្កាយមានផ្ទៃមេឃមានអីហ្នឹងណាបាទព្រោះយើងចង់ឲ្យ background យើងវាស្អាតអញ្ចឹងពីក្រោយយើងមិនចាំបាច់ទៅប្រើ Photoshop ទៅកាត់ត remove រូបចេញអីវែងឆ្ងាយច្រើនទេយើងប្រាប់វាតែប៉ុណ្្នឹងទៅណាអញ្ចឹងយើងចុច submit ចាំមើលតើ AI វាអាចដូរផ្ទៃ background ឲ្យយើងបានទេអត់អញ្ចឹងលោកគ្រូនិងបងប្អូនទាំងអស់គ្នាចាំតាមដានទាំងអស់គ្នាទៅហើយអនុវត្តទាំងអស់គ្នាយកវីដេអូខ្ញុំទៅអនុវត្តទាំងអស់គ្នាណាអូខេឃើញទេបាទអញ្ចឹងយើងបានរូបមួយដែលមានផ្ទៃ background ស្អាតបាត់ទៅហើយឃើញទេអញ្ចឹង AI វាលឿនអញ្ចឹងបាទ AI វាលឿនបាទអញ្ចឹងកន្លែងនេះខ្ញុំរំលឹកឡើងវិញបន្តិចណាគឺទី1យើងបាន remove រូបភាពអីចេញហ្នឹងគឺ remove យើងដាក់ keyword ឲ្យចំណានេះបាទខ្ញុំសុំមកដំបូងបន្តិចបាទ
remove two people remove មនុស្ស2នាក់បាទ remove មនុស្ស2នាក់យើងប្រាប់ព្រមកន្លែងហ្នឹង remove មនុស្ស2នាក់ហ្នឹងមានន័យថា remove អ្នកទាំង2នាក់ហ្នឹងដែលមិនមែនជា subject របស់យើងហើយណាបាទហើយបើថាយកល្អបញ្ជាក់ផងណា remove មនុស្ស2នាក់ហ្នឹង remove ខាងណាចេញបាទ2នាក់ហ្នឹងមិនដឹង2នាក់ណាទេប៉ុន្តែ AI វាឆ្លាតណាវា remove 2នាក់នេះចេញខាងក្រោយព្រោះវាដឹងថាយើងចង់ទុកអ្នកកដាលនេះណាឃើញទេប៉ុន្តែតាមពិតការសរសេរព្រមប្រយ័ត្នប្រយែងណាបាទចូលមកដល់ខាងក្រោមនេះគឺយើងកន្លែងនេះអត់អីទេយើងច្បាស់លាស់ហើយបាទយើងប្រើពាក្យកិរិយាសព្ទហើយ remove background into transparency ខ្ញុំដាក់ transparency នេះអ្នកទាំងអស់គ្នាមិនបាច់ដាក់ក៏បានទេដាក់តែត្រឹម remove background នេះក៏បានដែរវាចេះ remove ឲ្យហើយបាទហើយបន្ទាប់មកទៀតយើង replace បាទយើងដូរ background បាទជាភាសាខ្មែរដូរ background ហ្នឹងដាក់ទៅជា galaxy យើងចង់ដូរទៅអីក៏បានដែរឥឡូវខ្ញុំឆ្នៃវាតន្តិចទៀតខ្ញុំប្រើពាក្យមួយឲ្យវានេះឲ្យវាកែកុនរូបខ្ញុំឲ្យទៅស្អាតជាងនឹងតិចអញ្ចឹងខ្ញុំប្រើប្រមមួយដាក់ថា improve បាទនេះចូលដល់មេរៀនយើងហ្នឹងណា improve បាទយើងដាក់តែប៉ុណ្ណេះក៏បាន improve person មនុស្សម្នាក់មិន person មិនអញ្ចឹងហ៎ person more beauty បាទអូ more beauty ខ្ញុំដាក់តែប៉ុណ្្នឹងឯនេះ beauty សេចខុសបាទ more beautyខ្ញុំសេខុសបាទអូខេនេះ more beauty អញ្ចឹងខ្ញុំប្រាប់វាតែប៉ុណ្្នឹងនេះ improve person បាទបើមិនយើងមិនដាក់ពាក្យថា person នេះទេមិនជាក់លាក់ទេអញ្ចឹងវាទៅ improve ទាំងអស់ improve image នឹងទាំងអស់ណាអញ្ចឹងលោកគ្រូបងប្អូនទាំងអស់គ្នាសូមប្រយ័ត្នប្រយែងនៅកន្លែងហ្នឹងអញ្ចឹងខ្ញុំបាទខ្ញុំចុច submit ទៅចាំមើលវាកែរូបយើងនឹងឲ្យទៅស្អាតអត់បាទអូខេឥឡូវមានផ្លាស់ប្ដូរអីអត់អត់ផងបាទពោះខ្ញុំគិតថាដូចជាកែហើយបាទកែយ៉ាងម៉េចបាទយើងមើលសាច់យើងពីមុននឹងឥឡូវទៅដូចជារៀង smooth ជាងមុនណាបាទមិនមែនថាមិនកែទេណាបាទមិនមែនថាមិនកែទេគឺរូបរៀង smooth ជាងមុនបាទវាធ្វើល្អណាស់ AI វាធ្វើអត់ឲ្យយើងដឹងទេបាទយើងដឹងអត់ឲ្យយើងដឹងទេប៉ុន្តែកុំភ្លេចណាយើងត្រូវបញ្ជាក់ផងនេះបញ្ជាក់កន្លែងនេះបាទខ្ញុំទៅខាងលើបន្តិចអត់ទាន់មានទេបាទកុំភ្លេចណាប្រើពាក្យថា keep the same face ផងបាទ keep the same face ឥឡូវខ្ញុំតទៅមួយទៀតណាអនុវត្តមួយទៀតខ្ញុំកុំឲ្យដូរមុខណាព្រោះតែកម្មវិធីតែមានលុយគឺដូរមុខហើយអញ្ចឹងណាអូខេអញ្ចឹងខ្ញុំទៅអនុវត្តមួយទៀតខ្ញុំដាក់ថា add the sun ប្រែថាម៉េចព្រះអាទិត្យបាទ add the sun to image បាទយើងប្រើពាក្យចេះផងណា keep អី keep theបាទ keep the same face ឲ្យរក្សាមុខយើងដែរផងណាបើមិនចឹងទេ AI ធ្វើស៊ីហើយបាទអញ្ចឹងសូមយកចិត្តទុកដាក់កន្លែងនឹងអស់គ្នាណាព្រោះនេះជាការងារអនុវត្តផ្ទាល់អញ្ចឹងខ្ញុំសាក add ព្រះអាទិត្យមួយទៅលើរូបភាពយើងនឹងឃើញទេបាទ AI វាចេះធ្វើការឲ្យយើងហើយអញ្ចឹងបានមានប្រយោជន៍ធំបាទកន្លែងហ្នឹងអូខេexpert ឃើញទេបាទ add រូបនេះរូបធំបើយើងចង់បានតូចធំបដូរទៅនេះទៅនោះអានឹងយើងអាចធ្វើបានណាបាទរូបនេះល្អបាទស្អាតបាទ AI វាធ្វើឲ្យមកគឺស្អាតតែម្ដងបាទអូខេអញ្ចឹងនេះគឺជា basic comment prompt ណាបាទខ្ញុំសូម copy យកទៅវិញទៅដើម្បីឲ្យលោកគ្រូទាំងអស់គ្នាបានមើលនេះនៅកន្លែងនេះបាទកន្លែងយើង improve នេះបាទទី4
Rồiមួយទៀតនោះយើងមានប្រមមួយទៀតគឺបាទនេះហេតុព្រះអាទិត្យចូលយើងទុករក្សាផ្ទៃមុខយើងនៅដដែលណា5បាទយើងថ្ងៃនេះយើងអនុវត្ត5ប្រមណាអូខេសង្ឃឹមថាលោកគ្រូអ្នកគ្រូឬក៏បងប្អូនទាំងអស់គ្នាអាចយល់បានណាពីកន្លែងហ្នឹងការប្រើប្រាស់ប្រមសម្រាប់យើងធ្វើការ edit រូបភាពបាទ edit រូបកន្លែងហ្នឹងគឺសំខាន់ហើយគឺជាការងារជាក់ស្ដែងដែលយើងត្រូវធ្វើហើយកន្លែងហ្នឹងបាទតាំងពីដើមរហូតដល់ចប់ហ្នឹងហើយយើងពេញចិត្តថាឥឡូវខ្ញុំពេញចិត្តរូបប៉ុណ្ណឹងអូខេយើងចុចដាក់ download រូបហ្នឹងមកយើងបានរូបមួយថ្មីបាទកន្លែងនេះបាទយើងមកប្រៀបធៀបគ្នាមើលហើយណារូបចាស់យើងបាទខ្ញុំទៅមើលរូបចាស់យើងណាអានេះរូបចាស់យើងបាទណាហើយអានេះរូបថ្មីបាទខ្ញុំផាសប្រៀបធៀបគ្នាមើលបាទរូបភាពតើណាមិញអូនេះបាទយើងមើលបាទវាខុសគ្នាអត់បាទអញ្ចឹងយើងយករូបភាពនឹងអាចយកទៅព្រីនបានហើយបាទនេះអញ្ចឹងបើយើងពេញចិត្តអូខេបើយើងពេញចិត្តយើងទៅកន្លែងព្រីនគេបោះពុំទៅឲ្យគេផ្ដិតជារូបស្លឹកឲ្យយើងមកអូខេអញ្ចឹងសង្ឃឹមថាលោកគ្រូអ្នកគ្រូនិងបងប្អូនទាំងអស់គ្នាយល់នៅការប្រើប្រាស់ AI សម្រាប់យើងធ្វើការងារជាក់ស្ដែងបាទទី1គឺខ្ញុំបានអនុវត្តពីការធ្វើ slide ដោយប្រើ Gamma បាទទី2គឺខ្ញុំបានធ្វើការ edit រូបបាទនេះគឺជាប្រមបាទខាងក្រោមនេះគឺជាប្រមបាទខ្ញុំ save ហ្នឹងណាខ្ញុំ save ឲ្យគឺជាប្រមសម្រាប់ឲ្យយើងប្រើធ្វើការ remove ណាបាទខ្ញុំធ្វើការជាមួយនឹង Gamma គឺយើងត្រូវប្រើកិរិយាសព្ទនាំមុខទាំងអស់ហើយបាទកិរិយាសព្ទសកម្មនាំមុខទាំងអស់ដូចលោកគ្រូនិយាយលើកមុនអញ្ចឹងណាបាទហើយបើសិនជាលោកគ្រូអ្នកគ្រូឬក៏បងប្អូនចង់អនុវត្តគឺលោកគ្រូអ្នកគ្រូ copy ប្រមខ្ញុំនឹងទៅណា copy ប្រមខ្ញុំនឹងទៅយើងអាចយកទៅ edit រូបភាពបានហើយអូខេជាចុងក្រោយខ្ញុំសូមអនុវត្តមួយទៀតបើចុះបើសិនជាយើងចង់បានរូបភាពយើងត្រឡប់ទៅដើមវិញអញ្ចឹងតើយើងអាចយករូបភាពយើងត្រឡប់ទៅដើមវិញយកអានេះបានអត់ឥឡូវខ្ញុំ copy ប្រមខ្ញុំកន្លែងនេះមកខ្ញុំចង់ណែខ្ញុំចង់កែរូបនឹងឡើងវិញពីអាដើមកន្លែងដែលខ្ញុំចង់កែបន្តបន្ទាប់អញ្ចឹងខ្ញុំផាសមកខ្ញុំទៅសេតាណា back អញ្ចឹងខ្ញុំចុច run ទៅជាមួយវាចេញមិនវិញណាខ្ញុំថាឲ្យត្រឡប់ទៅរូបភាពដែលយើងបានកាត់អា background នឹងវិញបាទអូខេអានេះ back to galaxy អូខេ back to galaxy ណាឡើយនេះអូខេនេះ back to galaxy អូបាទជោគជ័យណាឃើញទេអញ្ចឹងយើងចង់យករូបនឹងឲ្យ show ត្រឡប់មកវិញបង្ហាញមកវិញគឺយើងប្រើពាក្យមួយ back ណាកន្លែងពាក្យទេនេះ back គ្រាន់តែប្រាប់វាប៉ុណ្ណឹងវាថាអូយើងត្រូវការធ្វើការសារដើមឡើងវិញហើយបាទកន្លែងនេះគឺកលឹះសំខាន់ណាកន្លែងហ្នឹងខ្លាចយើងកាត់យូរទៅវាទៅជារូបនឹងទៅពីយើងរកកន្លែងកែវិញអត់ឃើញអញ្ចឹងយើងត្រូវទៅរករូបណាដែលយើងចាប់ដើមពីត្រឹមណាមកវិញបាទនេះក៏សំខាន់ដែរណាខ្ញុំ back ទៅ galaxy វាទៅយក galaxy ម្ដងទៀតធ្វើឲ្យយើងកែខុនបាទកន្លែងនេះសំខាន់ណាបាទកន្លែងនេះខ្ញុំដាក់ផ្កាយទី6បាទអូខេខ្ញុំដូចជាមិនមានអីទៀតទេព្រោះខ្ញុំបានអនុវត្តហ្នឹងគឺវាជា basic foundation ហើយគឺគេប្រើអញ្ចឹង
រហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងគឺគេប្រើអញ្ចឹងបាទហើយតកតងទៅនឹងការងារអីផ្សេងទៀតនោះយើងអាចទៅប្រើ comment យើងអាចទៅ design យើងអាចធ្វើអីតាមអ្វីដែលលោកគ្រូអ្នកគ្រូបញ្ជាក់ហើយឧទាហរណ៍ថាបើយើងចង់បង្កើតថ្មីកន្លែងហ្នឹងយើងចុចកន្លែងនេះ new នេះមកហើយកុំភ្លេចណាពេលដែលយើងធ្វើរួចគឺវាចងចាំនៅកន្លែងយើងនេះមួយការងារយើងមួយដែលយើងធ្វើហ្នឹងយើង click លើនឹងមកហើយបើយើងហើយខ្ញុំចង់ធ្វើថ្មីហើយខ្ញុំឈប់ធ្វើអាហ្នឹងខ្ញុំចង់ធ្វើរូបថ្មីទៀតអញ្ចឹងលោកគ្រូអ្នកគ្រូឬក៏បងប្អូនទាំងអស់គ្នាចុច new នេះមកបាទអញ្ចឹងយើងបានផ្ទាំងថ្មីធ្វើការទៀតហើយបាទហើយបើយើងចង់ថាចូលអាចាស់វិញមើលប្រវត្តិវិញយើងចុចអាហ្នឹងមកអូខេចឹង basic ប៉ុណ្ណេះខ្ញុំគិតថាលោកគ្រូអ្នកគ្រូឬក៏បងប្អូនអាចចាប់បានហើយនៅកន្លែងហ្នឹងគឺខ្ញុំមិនបន្តទៅមុខទៀតទេហើយបើសិនជាយើងចង់បន្ថែមចំណេះដឹងយើងទៀតយើងស្រាវជ្រាវថែមទៀតទៅយើងអាចធ្វើការងារកន្លែងហ្នឹងយើងអាចធ្វើការងារបន្តទៅទៀតបានហើយណាបាទហើយកន្លែងជើងមីណាយនេះគឺវាមានការទលំទលាយណាវាឲ្យយើងឲ្យវាធ្វើការអីគឺវាធ្វើការហ្នឹងណាឲ្យវាធ្វើការអីយើងឲ្យវាធ្វើការហ្នឹងបាទអូខេអញ្ចឹងវីដេអូនេះគ្រូមានតែប៉ុណ្្នឹងទេគឺសូមអរគុណសូមជម្រាបលាបាទជូនពរលោកគ្រូអ្នកគ្រូឬក៏បងប្អូនជាពិសេសអ្នកដែលតាមដានបណ្ដាញសង្គមមានសុខភាពល្អទាំងអស់គ្នាបាទសូមអរគុណ